សួស្តីបងប្អូនអរគ្នាឥឡូវហ្នឹងខ្ញុំមករលីនៅបឹងនេះឥឡូវនេះបងប្អូនលីច្រើនណាបងនេះមកអូនថតទៅមកទៀតនេះសិតលីនេះឃើញទេអានេះលីបងប្អូននេះច្រើនណាស់បងប្អូនអើយយល់លីនៅស្រុកនេះគេរងទៅតាមតែចឹងឯងនេះឃើញទេញ៉ាត់មកឥឡូវមកតាមខ្ញុំទៀតមកនេះមកដល់មកសិតលីនេះមិនលេងសើចទេបងប្អូនមិនជាការសំដែងហើយមិនជាការកុហកพูดផុយទេនេះអានេះរោតែមកផ្លេទេបងប្អូនមកអត់មកអូយ my god ច្រើនមែនទេបងប្អូនអើយមិនលេងសើចនេះមកដៃមកកបងអើយនេះខ្ញុំរោតែបន្តិចណាតោះមកហើយយើងមើលតាមរាប់បឹងហ្នឹងបងប្អូនគឺវានេះវាមានលីសដែលគេរោបន្ទាប់មកនៅអាងហ្នឹងគេហៅអាងបន្ទាប់មកដោយឧទាហរណ៍ថាអាងវាលួនទឹកពេញដល់ពេលឥឡូវទឹករីងអញ្ចឹងទៅលីសហ្នឹងក៏វាមិននៅលើគោកជាមួយនឹងស្មៅនឹងអីដែរអញ្ចឹងបងប្អូនហើយបងប្អូនទូមីទាំងអស់គ្នានៅតំបន់នេះគឺគេធ្វើដីស្រែក៏បានដីស្រែវស្សាក៏បានស្រូវវស្សាក៏បានយល់រឿងបែបនិយាយបែបជនបទឯងខ្ញុំអត់សូវចេះនិយាយដែរព្រោះថាពេលខ្លះយើងនិយាយទៅអត់ត្រូវពីកសិដ្ឋានភោគផលរបស់ពួកគាត់ទេហើយនៅស្រុកនេះគឺគេរោដោយវិធីកៅឈូកកៅអីគេអាចយកលក់បានដែរបងប្អូនហើយនេះទៅស្ពីននៅនឹងគឺស្អាតហើយបឹងនៅនឹងគេធ្វើតាំងពីជំនាន់ពលពតដល់គេកសាងនៅជំនាន់ពលពតដល់បងប្អូនហើយយើងដើរមកអញ្ចឹងទៅឃើញទេសភាពស្អាតតាមពិតយើងដើរហ្នឹងដើរទៅមើលទូកទៅមើលខ្ញុំទៅភ្នំសិតអីទាំងអស់មកវាស្អាតហើយទេសភាពគឺរបស់ហ្នឹងរោផលកសិករកសិកម្មឲ្យបានអានេះគេដាក់100នៅនេះនេះឃើញនេះថតបងប្អូនមើលទៀតច្រើនហ្នឹងគេរលៀរោអាវឈូករោអីចឹងបងប្អូនតែនេះខ្ញុំមកថតចែកដល់ឲ្យមកឃើញទេសភាពស្អាតក៏មកថតទៅហើយនឹងទូកអ្នកនេសាទគាត់មករលៀមករោត្រីមករោអីតាមនឹងទៅឃើញពេលខ្លះគេបោះតង់បាននៅនឹងដែរចឹងបងប្អូនលក្ខណៈแบบដើរហើយនេះគេសិតតែសបកអូយនៅចង់ម្ដុំនេះគឺតំបន់ភោកាមតំបន់អីគឺនៅស្រុកនេះទាំងអស់ណែបងប្អូនវីដេអូហ្នឹងគឺខ្ញុំមានប៉ុណ្្នឹងហើយណាបងប្អូននេះលាអូខេបាយបាយ